เรื่องสำล้อกะโกរបស់ป้าโบโบថ្ងៃនេះជាថ្ងៃអាទិត្យបូបូប្រាប់ប៉ាថាខ្ញុំចង់ញ៉ាំសម្លកកូប៉ាបូបូបុកគ្រឿងគាត់ដាក់គល់ស្លឹកគ្រៃរមៀតនិងខ្ទឹមសប៉ាបូបូប្រាប់ថាកុំភ្លេចអង្ករលីងយើងលីងអង្ករជាមួយនឹងខ្ទះក្តៅរហូតដល់វាឈ្ងុយបូបូនិងប៉ាបូបូលាងបន្លែឲ្យស្អាតអូនមើលបន្លែមានអ្វីខ្លះត្រប់ល្ពៅស្លឹកបាសស្លឹកងប់ផ្ទីហើយពេលខ្លះយើងដាក់ល្ហុងខ្ចីទៀតផងប៉ាបូបូកាត់ត្រីជាកង់តូចសម្លឆ្អិនហើយអូនសាកគិតមើលសម្លដែលនៅលើចង្ក្រានតើវាក្តៅឬក៏ត្រជាក់អូយក្តៅណាស់ប៉ាបូបូលើកឆ្នាំងសម្លចេញពីចង្ក្រានបូបូថាសម្លប៉ាឆ្ងាញ់ណាស់តែប្រៃបន្តិចនរណាខ្លះចូលចិត្តញ៉ាំសម្លកកូសម្លកកូពិតជាពិសេសណាស់ព្រោះក្នុងមួយចានយើងបានញ៉ាំបន្លែជាច្រើនមុខរួមទាំងសាច់និងត្រីផងដែរតោះធ្វើសម្លកកូញ៉ាំទាំងអស់គ្នា